ព្រឹកនេះស្លៀកពាក់ឲ្យបានស្អាតបាតបន្តិចមើលបុណ្យដាប្អូនស្រីថ្ងៃបុណ្យកឋិនសាមគ្គីមីងរៀបពុកម៉ែយាយតាមកក្រុមទិទីក្នុងវត្តមូលមីឮសូរភ្លេងបុរាណឃើញទាំងឈ្មោះលាទាំងរលកទាំងសាសនាទាំងជាតិថ្លៃថ្លាខេមរាស្រុកទេសសានត្រានបងប្អូនលក់ដូរល្បីល្បាញចំរោះកំសាន្តក្បាច់គុនបុរាណខ្មែរល្បកតោក៏មានទិញមុងចាប់រំឆៃយ៉ាំលេងមួយអស់ដៃម្ចាស់បុណ្យទូត្រៃនិស័យតាមសទ្ធាធនធានមើលអ្នកកាន់ក្លោះមកស្រកពេលធ្វើបុណ្យទានអូសជាស្ពានធម្មទាននៅមានបញ្ញាអួតអីម៉េះធ្វើដូចចេះខ្លួនលើកនេះសងមើលឆ្លើយឲ្យអង្គសួរដោយស្មោះវិស័យសាសនាតើធ្វើបុណ្យកាតនទានបានផលយ៉ាងណាសូមពូនអ្នកវាចាគុំមុសាត្រូវប្រាប់ឲ្យត្រង់ណែពូអ្នកទាំងអស់គ្នាចេះច្រៀងអាយ៉ៃអត់ហ្នឹងហើយចូលមានទៅស្អីហើយអើយខ្ញុំមិនអំនួតអួតទេណាធ្លាប់លឺយាយតាលោកនិទានខ្ញុំមិនអំនួតអួតទេណាធ្លាប់លឺយាយតាលោកនិទានអ្នកធ្វើកឋិនពិតជាមានបុណ្យកុសលច្រើនអានិសង្ឃ6ប្រការថ្លាសម្បុរល្អរូបសាច់ខ្ចីសដល់ភពផង6ប្រការថ្លាសម្បុរល្អរូបសាច់ខ្ចីសដល់ភពផងសន្តានកំពួងមិនទៀបចំប្លង់បញ្ញាត្រូវត្រង់ចាញ់ចាំស្រាច់កុសលអ្នកសាងមិនខ្លាយគ្លៀងឃ្លាតអនាគតជាតិកើតជាស្ដេចកុសលអ្នកសាងមិនខ្លាយគ្លៀងឃ្លាតអនាគតជាតិកើតជាស្ដេចចិត្តក្រោយបានបួសគុណធម៌សម្រេចកិលេសកិនផ្ដាច់ជួបព្រះពុទ្ធទៀតណា